ម្ហូបជាប្រភេទគ្រឿងក្លែមណាឲ្យតែចេញមកបែបនេះហើយដឹងតែមានជាតិឆ្ងាញ់ទេបងប្អូនខ្ញុំអាច10លើ10ហ្មងឈ្មោះថាក្រងខាំកោនិយាយទៅលើកទី1ដែលខ្ញុំធ្វើហ្នឹងណារសជាតិហ្នឹងគឺមានជាតិជូរតិចតិចចេញពីសាច់ក្រងតួអង្គដែលសំខាន់ជាងគេគឺក្រងនឹងតែម្ដងខ្ញុំទិញមកថ្ងៃនេះគឺបានល្អមែនទែនមានតាំងពីពងទៀតរីឯផ្នែកសាច់ខ្ញុំប្រើជាមួយនឹងសាច់គោដែលចប់ខ្លាញ់តិចតិចគ្រឿងក្រៅជាបន្តទៀតមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសនិងម្ទេសខ្ញុំបុកបញ្ចូលគ្នាខ្ទឹមក្រហមប៊ីចេង1ស្លាបព្រាកាហ្វេកន្លះទឹកត្រីនិងប្រេងខ្យងគ្រឿងសាតេអីនេះគឺ1ស្លាបព្រាបាយកន្លះដូចគ្នាបងប្អូន3មុខហ្នឹងណាបន្តមកទៀតគឺខ្ញុំដាក់ទឹកដោះគោខាប់ហ្នឹងចំនួន1ស្លាបព្រាបាយទឹកដោះគោស្រស់ចំនួន4ស្លាបព្រាបាយចំពោះរសជាតិនេះគឺយើងលាយជាមួយនឹងទឹកដោះគោស្រស់និងទឹកដោះគោខាប់អញ្ចឹងទើបសាច់របស់យើងមានជាតិខ្ទិះហើយរសជាតិវាល្មុតឆ្ងាញ់ពេលដែលខ្ញុំដាក់គ្រឿងក្រៅមើលទៅបានគ្រប់គ្រឿងហើយបន្លែដែលខ្ញុំដាក់ចូលក្រោយគេនេះគឺជាកញ្ឆែតបងប្អូនត្រូវណាស់ជាមួយនឹងក្រងខាំកោហ្នឹងខ្ញុំច្បល់បន្លែធ្វើមិនឲ្យវាចូលសព្វជាមួយនឹងសាច់បានល្អសិនចាប់ផ្ដើមយកមកខ្ចប់ជាមួយនឹងกระดาษអាលុយមីញ៉ូមกระดาษអាលុយមីញ៉ូមនេះគឺខ្ញុំខ្ចប់វាពីស្រទាប់បងប្អូននិយាយទៅខ្ញុំខ្ចប់វាធ្វើមិនឲ្យមកស្រួលទៅបងប្អូនអើយសម្រាប់ខ្ញុំគឺខ្ចប់បែបហ្នឹងខ្ចប់វាជា4ជ្រុងពេលដែលខ្ញុំខ្ចប់กระดาษនេះរួចហើយគឺខ្ញុំចាប់ផ្ដើមយកមកអប់បែបនេះបងប្អូនអត់បានយកទៅអាំងលើចក្រានដែលមានខ្ជុំអីទេនិយាយទៅធ្វើបែបណាដែលងាយឆាប់បានញ៉ាំចំពោះការអប់របស់ខ្ញុំប្រើពេល10នាទីគ្រប់10នាទីហើយបើកម្របចេញហើយយកបើកระดาษអាលុយមីញ៉ូមមើលនិយាយទៅមកល្មមសម្រាប់ខ្ញុំ10នាទីហ្នឹងគឺសាច់វាឆ្អិនហើយឆ្ងាញ់ទៀតអត់ស្វិតទេបងប្អូនបន្លែហ្នឹងក៏ឆ្ងាញ់ដែរបែបរៀងនៅច្រាប់មុខម្ហូបជាប្រភេទអញ្ចឹងណាធ្វើឲ្យចង់ញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ឬក៏បានជាប្រភេទគ្រឿងក្លែមដូចខ្ញុំចេះទៀតគឺកាន់តែត្រូវហ្មងដោយសារតែហនុមានបៀកម្រិតជាតិអាល់កុលត្រឹមតែ 3.9 ស្រាលសតុនណាស្រួយញ៉ាំណាស់ក្លាសេនឹងតិចជាឲ្យបានកៅតកកព្រិលអញ្ចឹងទៀតគឺត្រូវជាតិគ្នាម៉ាច់ហ្មងរសជាតិសាច់គោនេះបងប្អូនគឺរសជាតិបែបរៀងជូរតិចតិចដោយសារតែជាតិជូរនឹងចេញពីក្រងដែលយើងអប់ជាមួយគ្នាហ្នឹងហើយបានជាមួយនឹងកញ្ឆែតរៀងខ្ចីអញ្ចឹងទៀតគឺថាញ៉ាំទៅត្រូវជាតិគ្នាឆ្ងាញ់មែនទែនចាឥឡូវនេះការបង្ហាញពីរបៀបធ្វើជាប្រភេទគ្រឿងក្លែមរបស់ខ្ញុំថ្ងៃហ្នឹងគឺមានការបង្ហាញតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចាប់អារម្មណ៍ជួបមុខម្ហូបនេះកុំភ្លេចសាកធ្វើញ៉ាំផងណាថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីម្ដងទៀតអរគុណម្ហូបស្ងោរជ្រក់សាច់គោនេះខ្ញុំគិតថាងាយស្រួលធ្វើជាងគេជាពិសេសរសជាតិនឹងហ្មងបងប្អូនគឺឆ្ងាញ់ខ្លាំងណាស់រសជាតិគេបែបរៀងជូរហិលជាពិសេសសាច់គោនឹងហ្មងគឺយើងស្លនឹងកុំឲ្យឆ្អិនពេកត្រឹមតែ10នាទីគឺបានញ៉ាំភ្លាមហ្មងចំពោះការធ្វើរបស់ខ្ញុំគ្រាន់តែដាក់ដាំទឹកឲ្យពុះដាក់គល់ស្លឹកគ្រៃរុំដេងស្លឹកក្រូចដុំស៊ុបហ្នឹងយើងដាក់មួយកូនដុំតូចមកទឹកត្រីអំបិលប៊ីចេងហើយស្ករបន្តិចបន្ទាប់មកទៀតគឺខ្ញុំដាក់ផ្សិតចំបើងចូលខ្ទឹមក្រហមនិងខ្ទឹមបារាំងចំណែកសាច់គោយើងចង់យកមកស្ងោរជ្រក់ឲ្យឆ្ងាញ់បងប្អូនត្រូវរើសសាច់ណាដែលផុយមកសាច់កាន់តែផុយគឺធ្វើស្ងោរជ្រក់កាន់តែឆ្ងាញ់ហ្មងពេលដែលខ្ញុំដាក់សាច់គោចូលគឺខ្ញុំទុកត្រឹមតែម៉ាំពុះខ្ញុំផលិតភ្លើងហើយដោយសារតែចង់រក្សាសាច់ហ្នឹងឲ្យវាមានជាតិផ្អែមឆ្ងាញ់សាច់គោកាលណាយើងរំងាស់វាយូរពេកធ្វើឲ្យសាច់ហ្នឹងវាទៅជាខ្សោះហើយសាច់រឹងញ៉ាំអត់ឆ្ងាញ់ទេពេលដែលខ្ញុំដាក់សាច់គោចូលគឺយើងបង់ជីមានដូចជាជីរណានិងស្លឹកខ្ទឹមចំណែកម្ទេសវិញបងប្អូនចង់ដាក់ក៏បានឬក៏មិនបាច់ដាក់ក៏បានតែតាមចំណង់ចំណូលចិត្តតែសម្រាប់ខ្ញុំចំពោះស្ងោរជ្រក់នេះមួយបងប្អូនចូលចិត្តបែបរៀងហិលខ្លាំងតិចដាក់ម្ទេសក្របផងម្ទេសបុកទៀតមកម្ហូបជាប្រភេទស្ងោរជ្រក់អញ្ចឹងគឺបែបរៀងជូរហិលផងអញ្ចឹងហើយតតែមានជំនួយការពិសេសនៅចិត្តនឹងមួយទៀតបងប្អូនគឺជាហនុមាននេះកោះមកកំប៉ុងយកបញ្ញាំជាមួយនឹងកៅតកកព្រិលអញ្ចឹងទៀតណាគឺរសជាតិស្រាលសតុនណាស្រួយញ៉ាំមែនទែនគួបផ្សំនឹងទឹកស៊ុបរបស់យើងគឺមានជាតិហត់តាមអាចារ្យនេះទៅដឹងតែបាច់នេះខ្ចាយអញ្ចឹងហើយសម្លស្ងោរជ្រក់សាច់គោជូនចំពោះបងប្អូនដែលមានអារម្មណ៍ថាដូចជាអត់សូវស្រួលខ្លួនសាបមាត់សាបកោអីគឺស្លតាមអាចារ្យនេះញ៉ាំទៅធានាឲ្យថាដឹងតែស្វាងចេះហ្មងចាឥឡូវនេះការបង្ហាញពីរបៀបធ្វើស្ងោរជ្រក់សាច់គោរបស់ខ្ញុំក៏បានបង្ហាញជូនបងប្អូនរួចរាល់អស់ហើយថ្ងៃស្អែកយើងជួបគ្នាសាជាថ្មីម្ដងទៀតអរគុណ